តពីចូលឆ្នាំហើយណាបងប្អូនទៅសាលារៀនអញ្ចឹងទៅក៏ឆ្លៀតទៅទិញត្រីតិចមកហើយនេះមានត្រីរៀលនេះចំនួន1គីឡូហើយតម្លៃធូរថ្លៃទេចាត្រីរៀលមកល្មមដែរបងប្អូនចាមិនទូចប្រហែលអីទេនេះ1គីឡូតែ8500ទេហើយក៏ឆ្លៀតទៅទិញជាមួយនឹងត្រីដៃនេះ2គីឡូដែរណាបងប្អូនចាយកមកឆ្អើរធ្វើជាត្រីឆ្អើរហើយមានជាមួយនឹងត្រីទក់នេះ1គីឡូដើម្បីយកមកប្រឡាក់ហើយក៏មានជាមួយនឹងជ្រក់នេះគេហៅថាជ្រក់តសក់កន្លះគីឡូ3000កាលពីមុនគេហាត់ឡើងថ្លៃសាំងឡើងថ្លៃក៏លក់1គីឡូតែ5000ទេឥឡូវឡើងថ្លៃក៏លក់6000ឡើង1គីឡូណាហើយឥឡូវគឺត្រីយើងមកបានខ្ញុំមកធ្វើត្រីដើម្បីយកប្រឡាក់ហាលហើយមានជាមួយនឹងត្រីដៃនេះខ្ញុំយកមកព្រឹកជាត្រីឆ្អើរទុកគ្រាន់ស្លបអាហារស្លអីចឹងណាហើយដល់ពេលត្រីរៀលយើងហ្នឹងគឺប្រឡាក់ទុកគ្រាន់ជៀនឲ្យកូនទៅរៀនសារទៅឃើញត្រីវាធូរថ្លៃដែរដូចត្រីទក់នេះអី1គីឡូតែ10000ជាងអីហ្នឹងបងប្អូនអើយចឹងយើងយកមកគឺឆ្ងាញ់ណាប្រឡាក់ឆ្ងាញ់ណាបងប្អូនចាយើងយកមកវះខ្ញុំយកវាមកវះអាកន្លែងខ្នងវានឹងបន្ថែមទៀតណាយើងយកមកវះកន្លែងទៅនេះបន្ថែមទៀតទៅគឺឆ្ងាញ់ណាគេថាត្រីស្រែតែមិនដឹងថាម៉េចទេស្រែក្រុងអីហ្នឹងឲ្យតែថាទៅឃើញត្រីជូតចឹងគឺទិញមកទាំងអស់ហ្នឹងបងប្អូនខ្ញុំចូលចិត្តគ្រួសារខ្ញុំអីក៏ចូលចិត្តតែត្រីជូតចឹងណា1គីឡូបានច្រើនដែរបងប្អូនដោយសារតែវាត្រីនេះវាទូចណាតែខ្ញុំរៀងដាក់ចូលគ្នាអស់ហើយហ្មងមិនតាមសម្រាប់ត្រីរៀលនេះណាត្រីរៀលនេះគឺយើងយកខឲ្យឆ្ងាញ់ណាបងប្អូនចាវាសឹកតពងនេះឃើញអត់សឹកតពងហ្មងណាវាទៅសោះស្កានខ្លះតពងហ្មងទិញមកគឺត្រូវតែសោះសកាតិចតួចទេគាត់ថាយើងទិញគេមកហើយចេះយើងសកាតិចតួចចឹងណាបងប្អូនណាហើយចូលឆ្នាំហើយហ្នឹងសុំបែបត្រីហ្មងណាពួកយើងអត់បានចេញទៅលក់ចេញទៅដូរទេយើងទៅសារទិញតម្លៃថ្លៃត្រីនឹងធំៗណា1គីឡូតែ8500នេះយកមកខក៏បានដែរត្រីរៀលនេះណាបើសិនយកមកខឬក៏យើងប្រឡាក់ឲ្យហាលឲ្យស្ងួតក៏បានប្រឡាក់ឲ្យដាក់ក្នុងទូទុកពេលយកមកជៀនសោះក៏ឆ្ងាញ់ដែរដោយសារសកាគេសកាស្អាតអត់គឺសកាថែមតិចទៅត្រីរៀលដៃនេះបងប្អូនយើងយកមកបង្កក៏បានដែរហើយបើសិនជាខ្ញុំវិញពេលខ្លះមកទៅឲ្យខ្ញុំជួយប្រើត្រីដៃវាសម្បូរសាច់អញ្ចឹងខ្ញុំចូលទៅសារហើយគឺទិញត្រីដៃមកហើយអាចយកមកឆ្អើរធ្វើត្រីឆ្អើរហើយយកត្រីធំចេញមកបងប្អូនចង់ឆ្អើរបើសិនយើងមានកន្លែងឆ្អើរខ្ពស់ណាអូយល្អមែនទែននិយាយពីសាច់លឿងហ្មងណាយកមកស្លអាហារក៏ឆ្ងាញ់យកទៅញោមស្វាយក៏ឆ្ងាញ់ដែរតែឆ្អើរយកមកឆ្អើរខ្លួនឯងបែបនេះហើយត្រីច្រើនទៅហ្នឹងគឺតែ2គីឡូ6ខាំទេបងប្អូនហើយទឹកលាងបន្លែលាងអីចឹងយើងយកមកស្រោចមុនមរីខ្ញុំបុកឥឡូវវាលាស់ហ្នឹងយកវាមកដាំថ្មីវិញម្ដងទៀតដងឡើយទេទៅពេលអញ្ចឹងសល់ទឹកអីគឺមិនសូវជាចាក់ចោលណាបងប្អូនចាយកមកដាក់នៅក្បែរដំណាំក្បែរអីចេះមកអូសម្រាប់ត្រីនេះខ្ញុំទិញមកពីវះតែប៉ុណ្្នេះមកណាតែខ្ញុំមិនដល់ខ្ញុំវះថែមទៀតទៅដើម្បីពេលប្រឡាក់ទៅហាស្ងាត់ឆាប់ស្ងួតចានេះព្រឹកមិញហ្នឹងទៅឃើញអ្នកលក់គាត់រវល់ពេកហើយទៅពេលអញ្ចឹងខ្ជិលឲ្យគាត់វះឲ្យទៀតតែគាត់ជួយយើងគាត់វះទៀតវះឲ្យដែរហើយសម្រាប់ត្រីទក់តូចៗចេះបងប្អូនបើសិនជាយើងអត់យកមកវះដូចខ្ញុំចេះក៏បានដែរអត់វះជាងៀតណាយកមកឲ្យយើងកន់ល្អិតណាបងប្អូនឲ្យដាក់ហាលថ្ងៃបែបរៀងសពតទៀតជៀនឆ្ងាញ់មែនតែនហ្មងអូយរៀងរុយតិចបងប្អូនអើយចាត្រីរៀងរុយតិចអីទៅឥឡូវគឺខ្ញុំចាប់តាមយកត្រីនេះទៅប្រឡាក់សិនសម្រាប់ត្រីប្រឡាក់របស់ខ្ញុំច្រើនចូលចិត្តបុកខ្ទឹមប្រឡាក់បងប្អូនហើយយើងមានដាក់ទេក្រហមទេអីទៅដើម្បីប្រឡាក់យកពណ៌ខ្ទឹមនេះបុកឲ្យម៉ត់ទៅទេមកតិចមកអត់ភ្លេចជាមួយនឹងទឹកត្រីដែរពីសំណៃសំជើញនេះបងប្អូននេះតែបិជ័យតិចទៀតខ្ញុំអត់ប្រើស្ករក្នុងការប្រឡាក់ត្រីរបស់ខ្ញុំដាក់តែអំបិលបិជ័យហើយនឹងម្ទេសប៉ុណ្ណឹងឯង
យើងហាត់ប្រៃអាចចាប់ចេញតិចទៅទុកប្រឡាក់ឲ្យទួប្រឡាក់ទៅរៀលសិនអូនិយាយថាពីការងារមនុស្សស្រីមិនហើយណាបងប្អូនចាខ្ញុំអញ្ចឹងថ្ងៃខ្លះជូនកូនទៅរៀនហើយថ្ងៃខ្លះប្តីខ្ញុំក៏ជូនទៅអញ្ចឹងណាហើយពីផ្ទះទៅសាលាកូនគឺ16គីឡូបងប្អូន16គីឡូម៉ែត្រណាពីផ្ទះទៅសាលាកូនហូនិយាយពីថ្ងៃទឹកដែរតាតែខ្លួនឯងល្ងងឬក៏មិននេះសាលានៅក្បែរនេះអត់ដូរកូនទេកូនធ្លាប់រៀននៅនោះហើយដាក់តាំងពីព្រឹកអញ្ចឹងទៅងាយបានទៅយកគាត់នេះពេលយើងប្រឡាក់ដាក់ម្ទេសអញ្ចឹងទៅវាពណ៌រៀងស្អាតណាហើយច្បាស់តិចទៅគឺខ្ញុំយកវាដាក់ក្នុងប្រអប់ហើយជា2ម៉ោងខ្ញុំយកទៅដាក់ក្នុងទូទៅពេលស្អែកបានខ្ញុំចាប់ដើមយកទៅហាលតែជួនកាលអត់ហាលដែរហ្នឹងជួនកាលប្រឡាក់ឲ្យដាក់ក្នុងទូអញ្ចឹងទៅយើងស្រស់គឺក៏ឆ្ងាញ់ដែរហើយត្រីតម្លៃធូរថ្លៃមែនតើបងប្អូនអើយខ្ញុំប្រឡាក់ត្រីរៀលហើយខ្ញុំប្រឡាក់ទីមៀតត្រីទុំម្ដងតាមខោច្បាស់នេះសុទ្ធទៅដើម្បីឲ្យវារៀងចូលជាតិណាយើងញ៉ាំបាន3 4 5ថ្ងៃទៅគាត់ជៀនឲ្យកូនអញ្ចឹងណាកូនខ្ញុំគាត់ទៅរៀនអញ្ចឹងជៀនដាក់ឲ្យគាត់ទៅថ្ងៃខ្លះយើងមានស្ងោមានអីអញ្ចឹងទៅណាហើយក៏យើងប្រឡាក់ត្រីប្រឡាក់អីអញ្ចឹងទៅខ្ញុំយកមកដាក់ប្រអប់តូចឲ្យវាក្នុងទូណាវាសាខាក៏ល្អដែរថ្ងៃជីវិតស្ត្រីមេផ្ទះមានអីទេខ្ញុំមិនដឹងថាជីវិតស្ត្រីមេផ្ទះគេមិនទេណាតែជីវិតស្ត្រីមេផ្ទះខ្ញុំធ្វើម្ហូបដាំបាយងើបពីយប់ធ្វើម្ហូបរៀបចំឲ្យកូនម៉ោង5 5កន្លះអីគឺខ្ញុំងើបឲ្យរៀបចំម្ហូបឲ្យកូនយកទៅញ៉ាំសាលាមួយថ្ងៃបោះងាយហើយបន្ទាប់ពីរៀបចំឲ្យគាត់ហើយប៉ាគាត់ដឹកទៅរៀនថ្ងៃខ្លះទៅក៏មានខ្ញុំដឹកទៅរៀនអីចឹងទៅថ្ងៃណាប៉ាគាត់ដឹកទៅរៀនខ្ញុំរៀបចំឲ្យដល់ម៉ោង10ជាងហ្នឹងគឺខ្ញុំចាប់ដើមទៅលក់ជើងលក់ខោអាវអីចឹងណាវាអត់ទៀងទេព្រោះដោយសារតែថ្ងៃខ្លះខ្ញុំក៏លក់ខោអាវពុំមេថ្ងៃខ្លះក៏ខ្ញុំលក់ស្បែកជើងអីចឹងទៅដឹកទៅលក់នៅរោងចក្រម៉ោង2 10 ម៉ោងមុនដល់ផ្ទះហើយអញ្ចឹងម៉ោង3 ម៉ោង 4ទៅលក់ទៀតហើយថ្ងៃខ្លះកូនរៀនចេញម៉ោង 4អីចឹងទៅក៏ត្រូវចេញអត់បានលក់ងាយអីចឹងទៅយកកូនទៅចាហើយគឺបាន3ប្រអប់បែបនេះឯងហើយប្រអប់មកបានយកទៅប្រឡាក់ជាមួយនឹងត្រីទុកយកហើយ3ប្រអប់បែបនេះខ្ញុំចាប់ដើមប្រឡាក់ហើយទុកម្ដងខ្ញុំបានតិចប៉ុណ្ណេះនិយាយខ្ញុំប្រើវាច្រើនតិចចឹងខ្ទឹមខ្ញុំលាយមុនហ្នឹងលាយទៅណាហើយចាំឲ្យប្រើជាមួយនឹងតិចដាក់តិចហើយសម្រាប់ត្រីដៃវិញបងប្អូនមុននឹងខ្ញុំយកទៅឆ្អើតគឺខ្ញុំយកមករៀបបែបនេះដើម្បីយកទៅហាលថ្ងៃមួយផ្លែតទៅដើម្បីឲ្យវាស្រស់ទឹកបន្ទាប់មកទើបខ្ញុំចាប់ផ្ដើមយកវាដាក់ឆ្អើតទៅវាអត់សូវជាប់ហើយសម្រាប់ក្បាលត្រីក៏ដូចគ្នាដែរសម្រាប់ក្បាលត្រីដៃគឺខ្ញុំកាត់ហើយខ្ញុំអត់ចោលទេខ្ញុំលាងទឹកស្អាតហើយស្អាតបែបនេះខ្ញុំដាក់នៅក្នុងប្រអប់បែបនេះណាចាបន្ទាប់មកពេលដែលយើងត្រូវការស្លគោស្លអីគឺយើងទិញតែសាច់3ជាន់តិចតួចមកយើងអាចដាក់ស្លលាយជាមួយនឹងក្បាលត្រីដៃនឹងបានសម្រាប់ត្រីដៃដូចគ្នាបងប្អូនពេលយើងដាក់ហាលអញ្ចឹងទៅគឺវាធ្វើឲ្យត្រីរបស់យើងរៀងស្ងួតហើយរៀងស្រស់ទឹកល្អបងប្អូនពេលដែលយើងយកទៅឆ្អើយកទៅអាំងអីចឹងទៅវាអត់ជាប់ទៅទីទេបងប្អូនឥឡូវវាជក់នេះខ្ញុំទិញមកឥឡូវយកមកដាក់ក្នុងប្រអប់បែបនេះដាក់ក្នុងទូតិចឆ្ងាញ់យកមកដាក់ក្នុងទូទៅតិចទៅខ្ញុំមានត្រីដៃអញ្ចឹងខ្ញុំឆ្អើត្រីដៃហើយខ្លាចទៅជាត្រីឆ្អើមកយកមកហូបជាមួយគ្នាមកគឺឆ្ងាញ់តែហ្មងតែធ្វើឆ្ងាញ់ហ្នឹងចឹងអត់ទៅហាខ្ញុំបានទៅផ្សារទិញត្រីដៃយកមកធ្វើត្រីឆ្អើគឺខ្ញុំតែងតែទៅទិញបានគាត់មកគាត់មានជក់តសក់គាត់មានជក់ចៃថាវគាត់មានជក់ស្ពៃអីតែគាត់ធ្វើឆ្ងាញ់គ្រប់មុខទាំងអស់បើមិនជាបានដាក់ក្លាសេឲ្យតិចក្នុងទូហើយបងប្អូនអើយជួយទៅឆ្ងាញ់ណាស់ទឹកអត់ចោលទេទឹកជក់ហ្នឹងណាគឺខ្ញុំយកមកចាក់ដាក់ត្រាំចោលទៅត្រឹមតែយើងហូបអស់វានៅមានជាតិឆ្ងាញ់ចាក់ទឹកចូលបែបនេះហើយនិយាយថាការងារបងប្អូនថ្ងៃមិនទាន់ហើយឥឡូវហើយជាមួយនឹងប្រឡាក់ត្រីហើយយកត្រីទៅដាក់ហាលត្រីដៃដាក់ហាលដើម្បីយកទៅឆ្អើរួចរាល់អស់ហើយឥឡូវហើយអស់ហ្នឹងគឺខ្ញុំចាប់ដើមទៅប្រកាត់ភ្លើងហើយរួចរាល់គឺចាប់ដើមដាក់មានចាំមានឆ្នាំកាត់ទុកកាត់ដាក់ហើយនេះកុំឲ្យចោតដៃបងប្អូនឲ្យទៅខ្លួនហើយយើងជាប់តួនោះជាប់ហ្នឹងនេះរួចរាល់ហើយឥឡូវយកទៅដាក់ក្លាសេជាមួយនឹងត្រីមួយអីទាំងអស់ហ្នឹងនេះតែខ្ញុំយកទៅក្លាសេសិនបន្ទាប់ពីហើយរួចរាល់អស់ហ្នឹងគឺខ្ញុំចាប់ដើមមកប្រកាត់ភ្លើងដើម្បីដាក់អាំងត្រីសិនបងប្អូនចាហើយនិយាយថាមួយរយៈនេះណាពីមុនខ្ជុងអីតម្លៃធូរថ្លៃឥឡូវសូមអីតែខ្ជុងក៏ឡើងថ្លៃដែរបងប្អូនអញ្ចឹងតាំងពីហ្គាសឡើងថ្លៃអីឡើងថ្លៃមកខ្ញុំអត់ដែរប្រើចក្រានហ្គាសសោះប្រហែលជាមួយខែជាងហើយនិយាយមែនណាតាំងពីមុនចូលឆ្នាំមកម្លេះរហូតដល់ឥឡូវតាំងពីខែ4ថាដើមខែ4ចុងខែ3ចុះរហូតដល់ឥឡូវគឺខ្ញុំអត់ប្រើហ្គាសទេគឺខ្ញុំប្រើតែខ្ជុងហើយនឹងអស់តែម្ដងអស់ព្រោះនៅតំបន់ខ្ញុំនេះនៅអាចមានអស់ដុតអស់អីឡើយណាបងប្អូនអញ្ចឹងខ្ញុំទៅរកអស់ខ្ញុំមកដុតអីចឹងទៅឬក៏អស់នៅសល់
ឈើលិចឈើកាត់គិនផ្ទះហ្នឹងក៏កាប់វាយកមកដុតទៅជាមួយនឹងខ្ជុំហ្នឹងគឺខ្ញុំប្រើតែពីមុខហ្នឹងឯងអញ្ចឹងហ្គាទោះបីឡើងថ្លៃដល់កម្រិតណាក៏ខ្ញុំខ្ជិលដែរយប់ក៏ដោយថ្ងៃក៏ដោយចាត្រូវការធ្វើម្ហូបតិចតួចអីគឺខ្ញុំគិតកាត់ហើយខ្ញុំអត់គិតថាហត់ថាពិបាកអីទេវិលត្រឡប់ទៅរកសម័យខ្ញុំនៅទៅតូចវិញគឺអត់ពិបាកអីព្រោះនៅខាងខ្ញុំនេះគឺស្រួលប្រកាត់ភ្លើងប្រកាត់អីបងប្អូនដោយសារផ្ទះដាច់អត់មានផ្ទះជាប់គ្នាគេហៅថាផ្ទះរបៀបផ្ទះតាមភូមិណាបងប្អូនហើយបន្ទាប់ពីចូលឆ្នាំហើយបងប្អូនហើយចាអត់បានទៅរកស៊ីលក់ដូរអីទេនេះបើសិនជាទៅរកស៊ីលក់ដូរអត់មានពេលមកបានថតវីដេអូថតអីជូនបងប្អូនមើលសម្រាប់ចង់ដឹងថារយៈពេលមួយថ្ងៃហ្នឹងខ្ញុំធ្វើអីខ្លះណាចាបើថារាល់ដងពេលដែលខ្ញុំទៅលក់រៀបបាយរៀបទឹកឲ្យកូនហើយម៉ោង10អីខ្ញុំទៅលក់អីម៉ោង10ម៉ោង1ម៉ោងអីខ្ញុំមកវិញចាម៉ោង3 4អីទៅលក់ទៀតតម៉ោង7 8យប់បានមកដល់ផ្ទះវិញអញ្ចឹងណាហើយបើសួរថាមិនតាន់ទៅលក់ហ្នឹងមិនមែនថាខ្ជិលអីទេបងប្អូនអើយដោយសារតែខ្ញុំលក់ស្បែកជើងហើយនឹងកាអាវកូនក្មេងវាជាមុខរបរដែលមិនចាំបាច់ទេបន្ទាប់ពីចូលឆ្នាំហើយមុនចូលឆ្នាំហ្នឹងគេទិញផ្ញើម៉ាក់ផ្ញើប៉ាផ្ញើឪផ្ញើពុកផ្ញើកូនផ្ញើក្មួយអីហើយអស់ហើយដល់ពេលអញ្ចឹងទៅបន្ទាប់ពីចូលឆ្នាំហើយគឺលក់ស្ងាត់ហ្មងបងប្អូនតែបើសួរថាអត់ទៅលក់អញ្ចឹងសម្រាប់ខ្ញុំអ្នករកស៊ីបើអត់បានទៅលក់អញ្ចឹងគឺស្ដាយបងប្អូនតែដល់ពេលដែលទៅលក់ហើយត្រឡប់មកវិញលក់អត់ដាច់អីមុខឲ្យជូរហួញហ្មងចាំណាអានេះធ្លាប់ចាំធ្លាប់ចឹងអត់ចង់សំណប់ទេចាំរវល់ហើយសម្រាប់របស់ញ៉ាំដូចជាម្ហូបនំចំណីអីគឺនៅតែលក់ដាច់ធម្មតាបន្ទាប់ពីចូលឆ្នាំហើយភ្លាមហ្នឹងគឺគេនាំគ្នាទៅលក់ប្រងព្រាតដែរសម្រាប់ខ្ញុំគឺនៅផ្ទះដេកស្អាតតែម្ដងហើយបើនិយាយថាពីចូលចិត្តរវល់នោះគឺខ្ញុំហ្មងប្តីខ្ញុំប្រាប់ថាឲ្យតែតនេឃើញខ្ញុំចូលចិត្តអាំងត្រីដែងឆ្អើត្រីដែងទុកគាត់ប្រាប់ថាអូនឯងខ្ជិលអត់ខ្ជិលទេបើសម្រាប់ត្រីដែងត្រីអីវិញណាបើយើងទិញតែ2ត្រី3ត្រីអីគឺយើងអាចហូបបានហើយបើសិនជាចង់យកមកញោមស្វាយទិញតែ2ត្រី3ត្រីអីក៏យកមកញោមបានដែរតែអត់ទេខ្ញុំនឹងគឺចូលចិត្តរវល់ណាស់តែតាមការពិតមែនទេបងប្អូនខ្ញុំចូលចិត្តអាំងជាមួយត្រីដែងហ្នឹងឬក៏ពេលតនេខ្ញុំចូលចិត្តឆ្អើទុកមកពេល44ហ្នឹងអញ្ចឹងអត់ទាន់ហើយទេជាមួយនឹងត្រីដែងនៅដាក់អាំងឡើយណាហើយបោកកៅអៅបដាគឺកំពុងថាដាក់អាំងត្រីសិនណាបងប្អូនតែឥឡូវនេះឥឡូវត្រីដកមកចេញសិនវិញនេះដោយសារតែឡៃរវល់បានគេហៅថាស្ដែកគេហៅថាស្ដែកឆ្ងាយនេះយ៉ាស់នេះដែរស្ដែកឆ្ងាយហ្នឹងឡៃស្ងោស្ដែកសិនហើយបានដាក់អាំងយ៉ាស់អាំងត្រីតាមក្រោយអញ្ចឹងឆ្លៀតបោកកៅអៅតិចទៅប្រហើយកៅអៅយប់តិចបានហាលហើយសម្រាប់កៅអៅរបស់ខ្ញុំនេះទ្រាំតែថាបានហាលបានអីគឺវាយប់បាត់ដែរបងប្អូនអញ្ចឹងបានន័យថាតតែស្អែកបានស្ងួតសម្រាប់ថ្ងៃនេះគ្រាន់តែថាបានដាក់ហាលហើយសដិលចោលមកយប់ដើម្បីឲ្យវាស្រស់ទឹកស្រស់អីតែប៉ុណ្្នឹងឯងគឺការងារមិនហើយបងប្អូនអើយចាបើសិនជាថាធ្វើយកហើយហ្មងមិនដឹងថាស្មើណាស្មើណីទេទ្រាំតែហើយនឹងវាត្រៀមផ្ទះហ្នឹងដល់ជ្រៅបាត់ខ្ញុំហើយនឹងកូនមកដល់ផ្ទះហ្មងសម្រាប់កូនខ្ញុំភាគច្រើនមកដល់ផ្ទះគឺគាត់មកដល់ផ្ទះម៉ោង7ជាង7:08ណែម៉ោង7:08ពិតមែនណាណែទៅបានមកដល់ផ្ទះឆ្អើត្រីខ្ញុំឆ្អើតាំងពីភ្លឺរហូតដល់ងងឹតឈឹងចឹងអូនយកចានមកចាប់ត្រីមកកូនឥឡូវចង់និយាយថាមួយថ្ងៃរបស់ល្ងាចគឺការងារហ្នឹងខ្ញុំបញ្ជាក់តែគឺខ្ញុំចង់ដឹងថាមួយថ្ងៃនេះការងារស្អីគេខ្លះឥឡូវហ្នឹងគឺចាប់ដើមអត់មានធ្វើម្ហូបអីទេគឺញ៉ាំជាមួយនឹងត្រីហ្នឹងហើយកំពុងថាធ្វើជាត្រីឆ្អើឥឡូវមិនខ្លាចជាត្រីឆ្អើខ្លាចជាត្រីអាំងនេះត្រីអាំងញ៉ាំបាយហ្នឹងហ្មងសិនទៅតើកូនឥឡូវដាក់ប៉ុណ្ណឹងសិនទៅនេះដាក់ចោលនឹងភ្លើងហ្នឹងសិនតោះរាល់ហើយមុខនេះពងទាចំហុយជាមួយនឹងសៀងអូននេះបាច់ហ្នឹងជក់នេះខ្លះសេកំមាញ់កូនខ្ញុំបាយយករាល់ថ្ងៃអញ្ចឹងមានជាមួយត្រីអាំងមុខហូបនៅក្រោមដើមស្វាយបងហូបបាយអានេះលក់ធម្មជាតិប៉ាយកមកគេហៅថាសាឡាត់ស្រួយអានេះសម្រាប់លក់ជាមួយជ្រក់ខ្មែរក៏ត្រូវដែរជាមួយត្រីដែងអាំងណាត្រង់តែបានបាយហ្នឹងកូនប្រុសខ្ញុំនេះនេះសម្រាប់បន្លែធម្មជាតិណាអាចយកមកជ្រក់ជាមួយជ្រក់ខ្មែរទេមកក៏បានដែរបន្ទាប់ពីហើយញ៉ាំបាយញ៉ាំអីហើយរួចរាល់គឺខ្ញុំដល់ពេលធ្វើការងារពេលយប់របស់ខ្ញុំហើយបើសួរថាការងារពេលយប់ហ្នឹងបរៀនកូនមែនអត់ទេចាចំណេះម៉ែលេងដល់កូនហើយព្រោះកាលម៉ែរៀនបានតែបឋមឯណាឥឡូវកូនចូលដល់អនុឲ្យឈឹងម៉ែបរៀនកូនអត់កើតទេហើយនិយាយថារងថ្ងៃមែនតើមែនថាហត់តាម៉ែណាសូម្បីតែកូនក៏ហត់ដែរកូនខ្ញុំចេញពីផ្ទះទៅម៉ោង7ជាងដល់ផ្ទះវិញម៉ោង7:08អាណិតកូនដែរតែដឹងធ្វើមិនទេអាហ្នឹងដោយសារតាពីមុនខ្ញុំនៅក្នុងក្រុងដល់ពេលឥឡូវយើងមកនៅជាយក្រុងអញ្ចឹងគឺសាលាកូនរៀងឆ្ងាយដែរអត់ទាន់បានដូរសាលាគាត់
ឲ្យច្បាស់លាស់សិនអញ្ចឹងណាអញ្ចឹងចេះតែឲ្យគាត់រៀនតសិនទៅអញ្ចឹងចំណាយពេលដឹកទៅដឹកមកដោយសារតែប្តីខ្ញុំគាត់ដឹកអីវ៉ាន់នៅក្នុងក្រុងដែរអញ្ចឹងក៏អាចព្រលឹមឡើងជូនគាត់ទៅល្ងាចឡើងយកគាត់មកវិញអញ្ចឹងណាហើយនិយាយថាវីដេអូថតតាំងពីចូលឆ្នាំហើយបានមួយថ្ងៃពីរថ្ងៃមកម៉េះហើយឥឡូវជិតដាច់ខែ5ទៅហើយតថ្ងៃទី26ទើបតែបានផុសវីដេអូដោយសារតែមួយរយៈនេះទូរស័ព្ទនេះវាអត់កាន់ថ្មសោះកាត់តាមវីដេអូកាត់តាមវីដេអូអស់ថ្មបាត់ហើយអញ្ចឹងគឺកាត់រៀងយូររៀងស្ពឹកតិចអីហើយក៏អរគុណច្រើនសម្រាប់បងប្អូនមើលវីដេអូខ្ញុំណាចាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អចាអរគុណជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយបាយ